ទោះបីជារយៈពេលកន្លងផុតទៅយូរយ៉ាងណាក៏ដោយពួកយើងមិនដែលភ្លេចពួកអ្នកទេពួកយើងមិនដែលទុកពួកអ្នកចោលទេពួកអ្នកគឺជាវីរៈកងទ័ពពួកអ្នកគឺជាខែលការពារប្រទេសជាតិពួកអ្នកគឺជាសំណាញ់នៃការការពារសន្តិភាពជូនប្រជាជនតែងតែនឹករលឹកប្រជាជនតែងតែលើកតម្លៃប្រជាជនតែងតែគោរពស្រឡាញ់ពួកអ្នកប្រជាជននឹងនៅជាមួយពួកអ្នកមិនថាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយក៏ប្រជាជនទាំងអស់គឺមិនដែលចោលពួកអ្នកទេបងប្អូនអញ្ចឹងថ្ងៃនេះនៅវត្តពោធិ៍ឧត្តមហៅវត្តអណ្ដូងត្បែកដែលមានទីតាំងស្ថិតនៅក្នុងឃុំអណ្ដូងត្បែកស្រុកមាសហែកខេត្តស្វាយរៀងបងប្អូនណាថ្ងៃនេះគឺនៅវត្តនេះគឺមានកម្មវិធីបុណ្យផ្កាហើយនឹងបុណ្យសង្ឃកូលឧទ្ទិសកុសលទៅកាន់បងវិរៈកងទ័ពដែលបានពលីនៅក្នុងសមរភូមិជួរមុខទាំងអស់ហើយបុណ្យនេះដែរគឺព្រះអង្គណែនសែមនឹងធ្វើការរៀបជាថវិកាដើម្បីមូលនិធិបងប្អូនជាមូលនិធិដើម្បីយកសម្ភារៈនិងថវិការបស់ហ្នឹងគឺទៅជួយបងកងទ័ពនៅជួរមុខដែលគាត់កំពុងតែប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានអញ្ចឹងថ្ងៃនេះគឺយើងធ្វើកម្មវិធីធំមួយដើម្បីធ្វើការរៀបជាថវិការបស់ហ្នឹងបងប្អូនអញ្ចឹងជាដំបូងគឺសូមអរគុណទៅកាន់គ្រូព្រះអង្គនាងសែមដែលជាបច្ចាអធិការវត្តពោធិ៍ឧត្តមហើយវត្តអណ្ដូងត្បែកដែលស្ថិតនៅក្នុងស្រុកមាសហែកខេត្តស្វាយរៀងដែលបានរៀបចំកម្មវិធីបុណ្យនេះឡើងនៅក្នុងរូបភាពដែលបងប្អូនកំពុងតែឃើញនេះគឺមានទាំងបងព្រះកងទ័ពដែលបានពលីក្នុងសមរភូមិក៏ដូចជាបងប្អូនប្រជាជនខ្មែរដែលបានទៅសឹកចេញពីផ្ទះសម្បែងចេញចោលទ្រព្យសម្បត្តិអីផ្សេងៗទៅបងប្អូនណាបាទហើយគឺកម្មវិធីបុណ្យនេះគឺយើងបានដាក់បង្ហាញនៅរូបភាពបងដែលគាត់បានពលីហើយសូមអធិស្ឋានដោយសារតែនៅលើផ្ទាំងខាងលើនេះគឺมันមានទាំងអស់គ្នាទេបងប្អូនណាគឺមួយចំនួនតែប៉ុណ្ណោះបាទគឺយើងមកតំណាងដោយសារតែយើងដាក់អស់ឲ្យចឹងទៅបងប្អូនណាអាហ្នឹងមិនសូវដឹងដែរខាងវត្តអ្នករៀបចំអញ្ចឹងណាបងប្អូនអញ្ចឹងគឺថ្ងៃនេះគឺបានមកអុជធូបដើម្បីបួងសួងសុំកសលផលបុណ្យហ្នឹងគឺទៅកាន់បងដែលបានពលីហ្នឹងឲ្យគាត់មកទទួលកសលផលបុណ្យដែលពួកយើងបានសាងក្នុងថ្ងៃនេះដែរហើយថ្ងៃនេះគឺខ្ញុំមកជាមួយនឹងបងទាហានតែគាត់មកពីជួរមុខផ្ទាល់ហ្នឹងគឺមានចំនួន3នាក់បងប្អូនណាដោយសារតែគាត់មកនេះគាត់មកដឹកនាំស្បៀងទេបងប្អូនអញ្ចឹងគឺបន្ទាប់ពីចប់បុណ្យនេះទៅគឺគាត់នឹងរៀបចំដឹកស្បៀងត្រឡប់ទៅវិញជាមួយនឹងព្រះអង្គនេនសែនក៏ដូចជាបងប្រុសឈិនចុងភៅមង្គលក៏ដូចជាបងប្អូនយើងមួយចំនួនទៀតដូចជាខ្ញុំពីដើមឯងបងប្អូនហើយទស្សនវិជ្ជាទាំងអស់នេះគឺខ្ញុំឃើញហើយគឺខ្ញុំពិតជាសំណោះប្រជាជនយើងខ្លាំងមែនតើបងប្អូនណាគឺសង្ឃទុកទឹកផ្នែកមិនបានណាគឺពេលលោកតាពុទ្ធបរិស័ទចំណោះជើងវត្តដែលគាត់មកចូលរួមកម្មវិធីបុណ្យហ្នឹងណាដោយសារតែគាត់ឃើញបងវិរៈកងទ័ពចឹងហើយគាត់ក៏បានសួរនាំពីស្ថានភាពនៅជួរមុខថាល្មិចអាម៉ាខ្លះហើយចឹងទៅបងប្អូនហើយចូលមកគាត់ក៏មានទឹកចិត្តសទ្ធាចាស់តាផ្ទាល់ខ្លួនរបស់គាត់ហ្នឹងបងប្អូនណាគឺបកគលជូនបងកងទ័ពថ្ងៃបាទទាំង3នាក់ហ្នឹងបាទចឹងសូមបញ្ជាក់ថាតវិការដែលគាត់ទទួលបានហ្នឹងគឺគាត់មិនបានយកតែគ្នាគាត់3នាក់ហ្នឹងទេបងប្អូនណាគឺខ្ញុំធ្វើការខ្ញុំបានដឹកស្បៀងទៅជាមួយពួកគាត់ពីរដងហើយចឹងខ្ញុំស្គាល់ពួកគាត់ពួកគាត់តែគិតគូរពីគ្នាគាត់ទោះបីជាគាត់មកនេះគឺគាត់បានថវិកាបានអីមួយចំនួនចឹងទៅពេលដែលគាត់ត្រឡប់ទៅវិញគាត់យកថវិកាហ្នឹងទៅចែកជូនគ្នាគាត់នៅខាងលើដូចគ្នាចឹងណាបងប្អូនបាទចឹងគឺគាត់មកនេះគឺលក្ខណៈមកតំណាងទេបងប្អូនបាទចឹងគាត់មក3នាក់ដើម្បីទទួលដំណោះស្បៀងហ្នឹងចឹងជាងពោះថវិកាទាំងអស់ហ្នឹងគឺគាត់អាចប្រើការមួយចំនួនទៅលើការចាក់ប្រេងឡានចាក់អីផ្សេងៗចឹងណាបងប្អូនសពប្រហែលគាត់អាចទិញជាសម្ភារៈឬក៏អាចទុកចែកបងដែលគ្នាគាត់នៅខាងលើផ្ទាល់ហ្នឹងតែម្ដងព្រោះខ្ញុំបានដឹកស្បៀងទៅជាមួយគាត់2លើកហើយ3លើកទាំងលើកនេះហើយបងប្អូនណាចឹងគឺខ្ញុំស្គាល់ពួកគាត់ថាពួកគាត់គឺគិតគូរគ្នាខ្លាំងមែនទែនបាទទោះបីជាក្នុងក្រឡាសាប់បែបណាក៏ពួកគាត់មិនដែលទុកគ្នាចោលឬក៏យកតែមិនឯងអញ្ចឹងណាបងគឺខ្ញុំស្រឡាញ់ចិត្តគាត់បែបហ្នឹងឯងបងប្អូនចឹងហើយលោកយាយលោកតាទាំងអស់ដែលគាត់បានមកជួបកងទ័ពហ្នឹងគឺគាត់មានអារម្មណ៍ថាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគាត់អ្នកខ្លះគាត់ចាស់ហើយគាត់បានទៅសមរភូមិជួបមុខផ្ទាល់ទេអញ្ចឹងគឺគាត់បានមកជួបផ្ទាល់ហ្នឹងគឺគាត់សប្បាយចិត្តណាស់អញ្ចឹងគឺគាត់មានតែថវិកាបន្តិចបន្តួចសម្រាប់ជូនដើម្បីជាការលើកទឹកចិត្តដើម្បីជាការផ្ដល់កម្លាំងចិត្តបន្តទៀតដើម្បីឲ្យពួកគាត់មានកម្លាំងនៅក្នុងការតស៊ូដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងសត្រូវគ្រានពានទឹកដីរបស់យើងអញ្ចឹងណាចឹងគឺគាត់អាចបានទៅផ្ទាល់ទេគាត់បានមកជួបត្រឹមនេះគឺគាត់សប្បាយចិត្តហើយគាត់សំណេះសំណាលគាត់សួរនាំគាត់លើកទឹកចិត្តអីផ្សេងៗហ្នឹងឯងបងប្អូនបាទចឹងហើយនេះហើយគឺជាទឹកចិត្តខ្មែរយើងទោះបីជាស្ថិតនៅក្នុងស្ថានភាពបែបណាក៏ដោយក៏យើងមិនដែលចោលគ្នាដែរយើងតែងតែលើកទឹកចិត្តគ្នាហើយខ្ញុំមើលវីដេអូទាំងអស់នេះគឺខ្ញុំពិតជារំភើបសង្ឃថាទុកទឹកផ្នែកមិនបានបងប្អូនគឺទី1គឺសំណោះប្រជាជនខ្មែរយើងមិនគួរណាមកជួបរឿងបែបហ្នឹងទេនៅក្នុងស្ថានភាពបច្ចុប្បន្នចឹងណាព្រោះប្រទេសយើងត្រូវការតែសន្តិភាពប៉ុណ្ណោះហើយទី2នេះគឺរំភើបដោយសារតែឃើញបងប្អូនខ្មែរយើងនេះគឺចេះស្រឡាញ់គ្នាចេះជួយគ្នានៅក្នុងគ្រាលំបាកក្នុងគ្រាមានអាសន្នហ្នឹងគឺគាត់ចេះជួយគ្នាមិនទុកគ្នាចោលទេបាទហើយកម្មវិធីបន្ទាប់នេះគឺជាកម្មវិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន
ជូនដល់បងវិរៈកងទ័ពនៅសមរភូមិជួរមុខដែលមានការចូលរួមអំពីព្រះសង្ឃជាច្រើនព្រះអង្គមកតាមប្រវត្តិផ្សេងៗដូចជាលោកអេប៉ុសដូចជាចៅហ្វាយស្រុកនៅស្រុកមេហែកខេត្តស្វាយរៀងដូចជាបងវិរៈកងទ័ពដែលគាត់ខំធ្វើដំណើរតាំងពីព្រំដែនខាងលិចមកដល់ព្រំដែនខាងកើតផ្ទាល់ដើម្បីចូលរួមនៅក្នុងកម្មវិធីនេះចឹងហើយគឺខ្ញុំមិនមានអីច្រើនទេមានតែការចូលរួមបួងសួងទាំងអស់គ្នាដើម្បីឲ្យបងវិរៈកងទ័ពនៅក្នុងសមរភូមិជួរមុខទាំងអស់ឈ្នះអស់មេទៅត្រូវជោគជ័យក្នុងកិច្ចការងារមានសុខភាពល្អនឹងអាចបណ្ដេញស្រូវឆ្លៀនពៀនដែលញោមញីដែលចង់បានទឹកដីរបស់យើងនឹងចេញពីប្រទេសរបស់យើងអស់ហើយបន្ទាប់ពីកម្មវិធីបុណ្យថ្ងៃនេះបញ្ចប់គឺទាំងគ្រូធំណែនសែមក៏ដូចជាបងឈិនដងភៅមង្គលក៏ដូចជាខ្ញុំបាទជាក្រុមការងារក៏ដូចជាបងទាហាននិងដឹកនាំស្បៀងនិងសម្ភារៈទាំងអស់នេះទៅសមរភូមិជួរមុខហើយសង្ឃឹមថាពួកយើងទៅនឹងសុខសប្បាយនិងជោគជ័យនៅក្នុងការធ្វើដំណើរលើកនេះទាំងអស់គ្នាសូមអរគុណបងប្អូន